អតីតនាយកបច្ចេកទេសសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលីលោក Paolo Maldini បានទម្លាយពីមូលហេតុដែលបរាជ័យក្នុងការនាំយក Pep Guardiola ទៅដឹកនាំក្រុមជម្រើសជាតិអ៊ីតាលីដោយលោកបញ្ជាក់យ៉ាងច្បាស់ថាមិនមែនជាបញ្ហាលុយកាក់នោះទេអំឡុងពេលកាន់តំណែងនៅក្នុងសហព័ន្ធអតីតខ្សែការពាររបស់ AC Milan រូបនេះមានគម្រោងគោលដៅអនាគតច្បាស់លាស់ក្នុងការស្ដារជម្រើសជាតិអ៊ីតាលីឲ្យប្រសើរឡើងហើយរឿងដែលចាំបាច់បំផុតនោះគឺជាការនាំយកគ្រូបង្វឹកដ៏ឆ្នើមមកដឹកនាំខណៈដែលលោក Guardiola ដែលទើបចាកចេញពីតំណែងជាអ្នកចាត់ការ Manchester City ជាបេក្ខភាពជួរមុខម្នាក់លោក Maldini បានជជែកយ៉ាងស៊ីជម្រៅជាមួយលោក Guardiola អំពីស្ថានភាពក្រុមកីឡាករនិងជម្រើស11អ្នកដំបូងរបស់ក្រុមជម្រើសជាតិអ៊ីតាលីថែមទៀតផងលោកថារឿងហិរញ្ញវត្ថុមិនមែនជាឧបសគ្គដែលធ្វើឲ្យការនាំយកលោក Guardiola មកដឹកនាំត្រូវបរាជ័យឡើយប៉ុន្តែបញ្ហាផ្ទាល់ខ្លួនរបស់បរិសុទ្ធជនជាតិអេស្ប៉ាញទៅវិញទេដែលធ្វើឲ្យការចរចាបរាជ័យបរិសុទ្ធវ័យ55ឆ្នាំមានបញ្ហាសុខភាពតម្រូវឲ្យលោកទទួលការវះកាត់ខ្នងមានន័យថាលោកត្រូវការពេលវេលាសម្រាកមុនពេលត្រឡប់មកកាន់ការងារជាគ្រូបង្វឹកជាថ្មីបន្ទាប់ពីបាត់បង់ឱកាសក្នុងការនាំយកលោក Guardiola មកដឹកនាំលោក Maldini ក៏មើលឃើញបេក្ខភាពផ្សេងទៀតដែលជាអតីតកីឡាករជម្រើសជាតិអ៊ីតាលីគឺលោក Andrea Pirlo ជាមួយនឹង Daniele De Rossi និង Fabio Grosso ដែលមានការយល់ដឹងច្បាស់ពីបាល់ទាត់អ៊ីតាលីស្រាប់ទោះយ៉ាងណាក្តីសំណើដែលលោកបានលើកឡើងមិនស្របទៅនឹងការចង់បានរបស់ប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលីនោះទេទើបលោកនិងនាយកផ្នែកកីឡាលោក Leonardo បានសម្រេចចិត្តចាកចេញពីតំណែងក្រោយមកសហព័ន្ធបានតែងតាំងលោក Roberto Mancini ជាគ្រូបង្គោលជាថ្មី AMS Sport ដើម្បីកីឡា